រឿងចរាចរណ៍ជាមួយវត្តទីនិងឥណ្ឌីយីអារម្មណ៍ឆែកពុកពុតយ៉ាងវើយវីវហើយវើយគឺបាត់តែបន្ថែមនៅវឿនទៅបានអូយហើយទៅវិញវាមិនគួរទៅជាអញ្ចឹងសោះវើយនោះគឺដោយសារតែអ្នកបើកបរដោយមិនគោរពច្បាប់ចរាចរណ៍ច្បាប់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកម្ពុជាមានការកើនឡើងទ្វេដងក្នុងរយៈពេល11ឆ្នាំគិតចាប់ពីឆ្នាំ2005មកយីដល់ម្លឹងផងនៅក្នុងនោះផងដែរអ្នកដែលស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនតើពួកគេជិះអ្វីនិងអត់ឬក៏ពួកគេជិះពិតមែនហើយជាពិសេស 70% បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដោយសារតែការប្រើប្រាស់តូចចក្រយានយន្តបន្តមកទៀតនេះគឺជាសំណួរតើគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាភាគច្រើនស្ថិតនៅក្នុងវ័យណាទី1វ័យអាយុ10ឆ្នាំទី2វ័យអាយុ20ឆ្នាំទី3អាយុ30ឆ្នាំនិង40ឆ្នាំទី4វ័យអាយុលើសពី50ឆ្នាំនោះពិតជាងាយស្រួលណាស់ដោយសារចាស់ពីយ៉ាងច្រើនច្បាស់ជាអាយុវ័យ50ឆ្នាំហើយត្រូវទេចម្លើយត្រឹមត្រូវគឺទី2អាយុវ័យ20ឆ្នាំយុវវ័យហើយវ័យបាទមែនហើយជាពិសេសគឺយុវវ័យនៅប្រទេសកម្ពុជាហើយគ្រោះថ្នាក់ចរាចរណ៍គឺជាបញ្ហាមួយដោយសារតែការបើកបរដោយមិនគោរពច្បាប់ចរាចរណ៍ច្បាប់ចរាចរណ៍មែនហើយដូច្នេះហើយគឺទៅតែបើកបរម៉ូតូដោយប្រុងប្រយ័ត្នខ្ញុំយល់ហើយឈប់ចាំបន្តិចខ្ញុំសូមចូលដល់សំណួរទី2មុនពេលចាប់ផ្ដើមចេញដំណើរត្រូវតែត្រួតពិនិត្យជាប្រចាំតើគួរតែត្រួតពិនិត្យម៉ូតូកន្លែងណាខ្លះជាចាំបាច់កន្លែងដែលត្រូវត្រួតពិនិត្យជាចាំបាច់មាន4ចំណុចមិនដឹងកន្លែងណាខ្លះទេវត្តទីតើមានតម្រុយអ្វីខ្លះទេប្រាប់បានទេតម្រុយគឺនៅក្នុងចន្លោះដែលទំនេរអញ្ចឹងប៉ុណ្ណឹងអាចឆ្លើយត្រូវទេខ្ញុំដឹងហើយចម្លើយត្រឹមត្រូវគឺទីនេះប្រេងឥន្ធនៈប្រភេទអំពូលហ្វ្រាំងនិងសម្បកកង់យេត្រូវហើយមុនពេលធ្វើដំណើរចាំបាច់ណាស់ត្រូវតែត្រួតពិនិត្យយានយន្តជាប្រចាំជាដំបូងគឺប្រភេទអំពូលហ្វ្រាំងអំពូលភ្លើងខាងមុខអំពូលភ្លើងខាងក្រោយនិងភ្ជាប់ភ្លើងស៊ីញ៉ូឲ្យបានត្រឹមត្រូវនិយាយអញ្ចឹងហើយអ្វីបានជាអំពូលមានភាពចាំបាច់អំពូលភ្លើងគឺមិនត្រឹមតែចាំបាច់នៅពេលដែលយើងបើកបរលើភ្លើងងងឹតតែប៉ុណ្ណោះនោះទេក៏ប៉ុន្តែនៅពេលថ្ងៃវាក៏មានភាពចាំបាច់សម្រាប់បង្ហាញពីទីកន្លែងរបស់យើងផងដែរអញ្ចឹងណាចំពោះហ្វ្រាំងត្រួតពិនិត្យបញ្ជាក់មុននិងក្រោយនៃការផ្លាស់ទីតួរថយន្តថាតើលក្ខខណ្ឌមានប្រសិទ្ធភាពឬអត់ហើយក៏ត្រូវតែត្រួតពិនិត្យមើលប្រេងហ្វ្រាំងផងដែរបន្ទាប់មកត្រួតពិនិត្យថាតើសម្បកកង់មានស្នាមប្រេះឬអត់និងត្រួតពិនិត្យសម្ពាធខ្យល់គ្រប់គ្រាន់ឬមិនគ្រប់គ្រាន់ហើយចុងក្រោយគេបង្អស់គឺប្រេងឥន្ធនៈពិនិត្យមើលធុងប្រេងឥន្ធនៈថាតើវាមានប្រេងគ្រប់គ្រាន់ឬមិនគ្រប់គ្រាន់បាទខ្ញុំយល់ហើយអញ្ចឹងខ្ញុំចេញដំណើរទៅហើយអូយភ្លេចរឿងសំខាន់មួយហើយខ្ញុំដឹងហើយគឺច្បាស់ជាមួលសុវត្ថិភាពមែនទេខំធ្វើម៉ូសក់យ៉ាងលយហើយបើពាក់មួលសុវត្ថិភាពវានឹងខូចខ្ទេចអស់ហើយឯងនិយាយស្អីគេនឹងឥណ្ឌីឯងមើលទៅមិនឃើញមានសក់ស្អីទេការពាក់មួលសុវត្ថិភាពគឺជារឿងសំខាន់ណាស់សម្រាប់ការពារជីវិតរបស់ឯងបាទមែនហើយពាក់មួកសុវត្ថិភាពគឺជារឿងសំខាន់ជាងមួកសក់ទៅទៀតបាទមែនហើយខ្សែមួកសុវត្ថិភាពបើមិនគប់ឲ្យបានត្រឹមត្រូវនោះទេវានឹងរបូតចេញក្នុងករណីមានអាសន្នពាក់មួកសុវត្ថិភាពអញ្ចឹងទៅមើលទៅលយណាចំពោះស្រោមដៃជ្រើសរើសយកអ្វីដែលមានភាពធន់នឹងការត្រដុសហើយមានភាពស៊ាំនឹងដៃឥឡូវនេះចូលដល់សំណួរទី3តើអរិយាបថត្រឹមត្រូវនៅពេលជិះម៉ូតូជាអរិយាបថយ៉ាងដូចម្ដេចទី1បងបោយជើងបណ្ដើរងើយមុខមើលខាងលើបណ្ដើរទី2ដកកម្លាំងចេញពីស្មាប្រកាន់ភ្ជាប់ក្នុងចិត្តភ្នែកសម្លឹងមើលឲ្យបានទូលំទូលាយនិងមើលទៅខាងមុខដោយប្រុងប្រយ័ត្នទី3ក្តាប់ដៃដោយកម្លាំងខ្លាំងបើកបរដោយអារម្មណ៍តានតឹងពុតខ្នងឲ្យកោងហើយបើអាចទៅរួចភ្នែកសម្លឹងមើលជើងបណ្ដើរបើកបរបណ្ដើរទី4ឈរលើកែបម៉ូតូដោយមិនបត់ជង្គង់ត្រដាងដៃឲ្យទូលំទូលាយរួចពិនិត្យមើលទៅខាងក្រោយបាទអញ្ចឹងតើចម្លើយមួយណាជាចម្លើយត្រឹមត្រូវតើចម្លើយមួយណាទៅណាបាទជាមិនមែនចម្លើយទី4ទេ
ចម្លើយត្រឹមត្រូវគឺទី2ធ្វើខ្នងឲ្យត្រង់ឥរិយាបថដៃទាំងសងខាងមានភាពងាយស្រួលក្នុងការបើកបរ អញ្ចឹងចាប់ផ្ដើមជិះដំណើរទៅហើយបាទ អេចាំមួយផ្លែតអ៊ីនឌី ហ៎ រថយន្តមួយនៅខាងមុខមិនគោរពភ្លើងសញ្ញាចរាចរណ៍ទេ សុំតើមិនមែនម៉ែអានទេហាមកខ្វល់ នេះបើកបរមិនច្រាស់ទៅគឺពិតជាគ្រោះថ្នាក់ខ្លាំងណាស់មិនដឹងថានរណាត្រូវជៀសទៅទីណាទេដូច្នេះវានឹងបុកក្បាលគ្នាហើយព្រោះតែការកកស្ទះនាំគ្នាបើកបរលើផ្លូវផ្ទុយវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ស្ទះខ្លាំងម្ល៉េះប៉ុន្តែអ្នកបើកបរម៉ូតូជ្រែប្រជាគ្នាចូលកន្លែងទំនេរបានច្បាស់ជាលឿនហើយ បើកម៉ូតូជ្រេប្រជាគ្នាវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ហើយអ្វីបានជាអ្នកបើកបរបែបនេះ ពេលដែលចរាចរណ៍កំពុងតែស្ទះមកតែគ្មានម៉ូតូចេញពីក្រោយរថយន្តមក បាទខ្ញុំសូមចូលដល់សំណួរទី4តើនៅទីនេះចំណុចដែលមិនល្អគឺជាអ្វី តែជាអ្វីទៅណោះមើលទៅដូចមិនឃើញបើកបរមិនច្រាស់ទេมันគោរពភ្លើងសញ្ញាចរាចរណ៍ឬក៏បើកបរជ្រែប្រជាគ្នាអីផងហ្នឹង ពិនិត្យមើលឲ្យមែនទែនទៅមើលគឺគាត់កំពុងតែបើកបរបណ្ដើរនិយាយទូរស័ព្ទបណ្ដើរនៅពេលដែលបើកបរបណ្ដើរនិយាយទូរស័ព្ទបណ្ដើរការប្រុងប្រយ័ត្នមិនអាចបានសពជ្រុងជ្រោយចំពោះអ្វីដែលនឹងកើតឡើងដោយមិនដឹងខ្លួននោះទេ អូអញ្ចឹងមិនហ្នឹងវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ បន្ទាប់មកតើមានអ្វីទៀតដែលជាគ្រោះថ្នាក់ មើលណាម្នាក់ស្រីដែលជីនៅខាងក្រោយតើមានអ្វីដែលជាគ្រោះថ្នាក់ ក្នុងសភាពស្លៀកសម្ពោធជិះវែកចំហៀងនៅពេលដែលចាប់ហ្វ្រាំងភ្លាមជាដើមគឺវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់នៅពេលជិះម៉ូតូចូលយើងស្លៀកខោឲ្យបានត្រឹមត្រូវបន្ទាប់មកទៀតតើមានអ្វីដែលជាគ្រោះថ្នាក់ វ៉ាឆ្លងកាត់មុខនៅពិតជាគ្រោះថ្នាក់ខ្លាំងណាស់ នៅពេលបើកបរត្រូវចេះអត់សៀស្រ័យគ្នាទៅវិញទៅមកត្រូវចេះគិតថាមួយណាមានអតិភិបជាងនិងមួយណាមិនសូវមានអតិភិប បន្ទាប់មកទៀតតែជាអ្វីទៅណោះ ចំណុចប្រសពក៏មានគ្រោះថ្នាក់ផងដែរ ហើយអ្វីទៅ បាទឥឡូវនេះខ្ញុំសូមចូលដល់សំណួរមួយទៀតនៅពេលដែលបត់នៅចំណុចផ្លូវប្រសពតើកន្លែងណាដែលជាកន្លែងអាចមានគ្រោះថ្នាក់បំផុតទី1ក្រោយខាងឆ្វេងដៃទី2មុខខាងឆ្វេងដៃទី3ក្រោយខាងស្ដាំដៃទី4មុខខាងស្ដាំដៃ ចម្លើយត្រឹមត្រូវគឺទី3ក្រោយខាងស្ដាំដៃ គ្រោះថ្នាក់ណាស់ជាចូលកន្លែងគ្រោះថ្នាក់បាត់ហើយ នឹងហើយនៅពេលដែលអ្នកបើកបរមើលមិនឃើញរូបបត់រថយន្តនោះកង់ខាងក្រោយត្រូវបានជ្រែកចូលជាងកង់ខាងមុខដូច្នេះនៅពេលដែលអ្នកបត់រថយន្តអ្នកត្រូវតែប្រុងប្រយ័ត្នកុំឲ្យជាគ្នា មនុស្សកំពុងតែដើរហើយនឹងនៅតែមិនបន្ថយល្បឿនទៀតវើយគំនូបផ្លូវសម្រាប់អ្នកថ្មើរជើងវាពិតជាគ្មានន័យអីសោះហ្មង នេះគឺពិតជាមិនល្អទេតែយើងគួរតែធ្វើយ៉ាងម៉េចទៅ ជាដំបូងយើងត្រូវតែគោរពច្បាប់ចរាចរណ៍វាពិតជាសំខាន់ខ្លាំងណាស់ឧទាហរណ៍នៅពេលដែលអ្នកបត់នៅចំណុចផ្លូវប្រសពនៅពេលដែលអ្នកបត់បដូរផ្លូវអ្នកត្រូវតែស៊ីញ៉ូភ្លើងដើម្បីប្រាប់ជាសញ្ញាដល់មនុស្សជុំវិញខ្លួនអ្នកថាតើអ្នកនឹងធ្វើអ្វីបន្ទាប់ទៀត ត្រឹមត្រូវហើយខ្ញុំប្រហែលជាមិនបានស៊ីញ៉ូភ្លើងប្រាប់ជាសញ្ញានៅពេលដែលបត់បដូរផ្លូវនោះទេ ភ្លើងស៊ីញ៉ូជាឧបករណ៍ទំនាក់ទំនងដើម្បីឲ្យយានយន្តដែលនៅជុំវិញខ្លួនយើងដឹងពីចេតនារបស់យើងអញ្ចឹងហើយអ្វីដែលសំខាន់នោះគឺការបើកបរដោយគិតថាអាចនឹងមានអ្វីកាត់ឡើងដោយចៃដន្យ អ្វីទៅការបើកបរដែលគិតថាអ្វីដែលនឹងអាចកើតឡើងដោយចៃដន្យ គឺការបើកបរដោយគុំគិតថាគ្មាននរណាម្នាក់ឆ្លងកាត់ពីមុខអត់សោះអាចមាននរណាម្នាក់ជ្រែកកាត់ពីមុខក៏មិនដឹងដូច្នេះនៅពេលបើកបរត្រូវត្រៀមខ្លួនសម្រាប់អ្វីដែលអាចកើតឡើងដោយចៃដន្យ ម៉ែហើយពិតអញ្ចឹងម៉ែហ្នឹងការប៉ាន់ស្មាននៅករណីផ្សេងដែលអាចកើតមានពិតជារឿងសំខាន់ខ្លាំងណាស់ ជីទោះបីជាខ្លួនយើងប្រយ័ត្នយ៉ាងណាក៏ដោយប៉ុន្តែអ្នកផ្សេងទៀតប្រហែលជាមិនគោរពច្បាប់ចរាចរណ៍ក៏មិនដឹង ឥឡូវនេះខ្ញុំសូមចូលដល់សំណួរចុងក្រោយប្រសិនបើមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងតើអ្វីទៅដែលនឹងត្រូវបាត់បង់
ទី1 ម៉ូតូ ប្រសិនបើមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងម៉ូតូនឹងត្រូវខូចខ្ទេចខ្ទីហើយ ទី2ភាពជឿទុកចិត្ត ប្រសិនបើធ្វើឲ្យគេមានរបួសដោយគ្រោះថ្នាក់ចរាចរណ៍ប៉ូលីសនឹងចាប់ខ្លួន ទី3លុយកាក់ ត្រូវចំណាយលុយសម្រាប់ជួសជុលម៉ូតូព្រមទាំងលុយសម្រាប់ព្យាបាលរបួសនៅមន្ទីរពេទ្យទៀតផងបាទខ្ញុំយល់ហើយចម្លើយច្បាស់ជាទី3គឺលុយមិនត្រឹមតែចំណាយលុយសម្រាប់ជួសជុលម៉ូតូទេតែក៏ត្រូវចំណាយលុយទិញរបស់ថ្មីទៀតផងយី ទី4គឺអាយុជីវិត អាយុជីវិត មែនហើយនៅពេលដែលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងអ្វីដែលបន្សល់ទុកសម្រាប់ខ្លួនយើងនោះគឺមិនត្រឹមតែបាត់បង់នៅម៉ូតូនិងភាពជឿទុកចិត្តក្នុងសង្គមនោះទេក៏ប៉ុន្តែអាយុជីវិតអ្នករួមដំណើរជាមួយគ្នាក៏អាចនឹងត្រូវបាត់បង់ក៏មិនដឹង ម៉ែងហើយបាត់បង់លុយកាក់អាចរកមកវិញបានតែបាត់បង់ជីវិតមិនអាចរកមកវិញបាននោះទេអូខ្ញុំព្រឹកនេះយឺតហើយខ្ញុំមិនត្រូវបន្ថែមលម្អឿនលឿនពេកនោះទេ មែនហើយគឺត្រូវតែគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវដោយផ្ដើមចេញពីខ្លួនឯងក្រៅពីនេះការបោកបរដែលគិតពីគ្រោះថ្នាក់ដែលអាចកើតមានសម្រាប់រថយន្តម៉ូតូអ្នកថ្មើរជើងនិងចេះគោរពអាយុជីវិតអ្នកដទៃ ម៉ែងហើយ បើយើងទាំងអស់គ្នាគោរពច្បាប់ចរាចរណ៍សន្តិភាពចរាចរណ៍ក្នុងសង្គមកម្ពុជានឹងកើតមានឡើងដោយសុវត្ថិភាព